តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាបងប្អូនរួមឧបទ្វីបឥណ្ឌូចិនពីរដែលធ្លាប់ពឹងពាក់រកស៊ីនិងចងសម្ព័ន្ធភាពពាណិជ្ជកម្មជាមួយគ្នាជាច្រើនសតវត្សរ៍កន្លងមកបែរជាត្រូវមកហែកហួរគ្នាបង្ហូរឈាមគ្នាយ៉ាងសាហាវព្រៃផ្សៃបំផុតនៅលើទឹកដីអង្គរសង្គ្រាមនៃមហិច្ឆតាការក្បត់និងការឈឺចាប់ដែលប្រវត្តិសាស្ត្របានកត់ត្រាទុកយ៉ាងជូរចត់ថ្ងៃនេះខ្ញុំនឹងនាំលោកអ្នកត្រឡប់ទៅកាន់ទំព័រប្រវត្តិសាស្ត្រជាង 1000 ឆ្នាំមុនដើម្បីមើលថាតើហេតុអ្វីបានជាខ្មែរនិងចាមមានចំនួនគ្នាយ៉ាងសាហាវព្រៃផ្សៃបើត្រឡប់ទៅមើលនៅក្នុងសម័យកាលដ៏មហិមាទាំងពីរអាណាចក្រគឺអាណាចក្រខ្មែរនិងនគរចម្ប៉ាមិនមែនជាគូសត្រូវធម្មតាឡើយគឺជាមហាអំណាចសេដ្ឋកិច្ចពីរដែលគ្រប់គ្រងផ្លូវពាណិជ្ជកម្មសមុទ្រដ៏សំខាន់នៅរវាងចិននិងឥណ្ឌាយោងតាមឯកសារស្រាវជ្រាវរបស់បណ្ឌិតសាលាបារាំងចុងបូព៌ានិងសៀវភៅប្រវត្តិសាស្ត្រកម្ពុជារបស់សាស្ត្រាចារ្យត្រាងាទំនាក់ទំនងរវាងនគរទាំងពីរគឺបែបស្នេហាស៊ីសាច់ហត់ឈាមពោលគឺមានទាំងការរៀបការផ្សំគុំគ្នាដើម្បីនយោបាយព្រមទាំងការលួចចាក់គ្នានៅខាងក្រោយខ្នងយ៉ាងសាហាវមេដឹកនាំនៃនគរទាំងពីរតែងតែប្រើប្រាស់យុទ្ធសាស្ត្រជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៅពេលដែលរាជវង្សណាមួយនៅអង្គរមានវិបត្តិមន្ត្រីក្បត់តែងតែរត់ទៅពឹងកងទ័ពចាមឲ្យចូលមកជួយលុកលុយក្នុងស្រុកឯចាមក៏ដូចគ្នាដែរនេះហើយជាថ្នាំពឹសនយោបាយដែលបើកដៃឲ្យសង្គ្រាមអន្តរអង្គរផ្ទុះឡើងជាបន្តបន្ទាប់ដោយគ្មានថ្ងៃស្ងប់ស្ងាត់ភាពតានតឹងនេះបានឈានដល់កម្រិតកំពូលនៅសតវត្សទី12ព្រះបាទសូរ្យវរ្ម័នទី2ព្រះអង្គបានសាងសង់ប្រាសាទអង្គរវត្តហើយបានបើកយុទ្ធនាការយោធាច្រើនលើកដើម្បីបង្ក្រាបចម្ប៉ាដែលឆ្លាក់ទុកនៅលើថែវខាងកើតនៃប្រាសាទអង្គរវត្តជាភស្តុតាងស្រាប់ជាកន្លែងដែលយើងឃើញកងទ័ពចាមស្លៀកពាក់ប្លែកៗកងទ័ពចាមកងទ័ពដែលជិះដំរីនិងសកម្មភាពច្បាំងគ្នាយ៉ាងសាហាវឃោរឃៅនៅឆ្នាំ 1177 ពេលនោះភាពទន់ខ្សោយបន្តិចបន្តួចរបស់ខ្មែរបានបើកឱកាសឲ្យកងទ័ពជើងទឹកចាមដឹកនាំដោយមេទ័ពដ៏ខ្លាំងក្លាលុកលុយតាមទន្លេសាបចូលមកដុតបំផ្លាញនិងប្លន់យកទីក្រុងអង្គរយ៉ាងរង្គាលរហូតដល់ព្រះរាជបល្ល័ង្កត្រូវធ្លាក់ក្នុងភ្លើងសង្គ្រាមប៉ុន្តែប្រវត្តិសាស្ត្រមិនបញ្ចប់ត្រឹមតែការបែកបាក់នោះទេព្រះមហាក្សត្រខ្មែរដ៏អស្ចារ្យគឺព្រះបាទជ័យវរ្ម័នទី7ព្រះអង្គបានដឹកនាំកងទ័ពយ៉ាងច្រើនសន្ធប់ទម្លុះទម្លាយរាល់ឧបសគ្គរហូតដល់អាចវាយលុកបាននៅរាជធានីវិជ័យរបស់ចម្ប៉ានិងដាក់នគរចម្ប៉ាឲ្យស្ថិតក្រោមការត្រួតត្រារបស់ខ្មែរ30ឆ្នាំគឺចាប់ពីឆ្នាំ1190ដល់ឆ្នាំ1220រូបភាពឆ្លើយសឹកចាមនិងការប្រយុទ្ធគ្នាត្រូវបានឆ្លាក់យ៉ាងរស់រវើកនៅលើជញ្ជាំងប្រាសាទបាយ័ននិងប្រាសាទបន្ទាយឆ្មារភាពរុងរឿងរបស់ខ្មែរនិងចាមបានចាប់ផ្ដើមស្រុតចុះជាលំដាប់នៅសតវត្សទី13ផ្អែកតាមកំណត់ហេតុដ៏ល្បីល្បាញរបស់អ្នកដំណើរសម័យអង្គរគឺជីវ័នតាន់សង្គ្រាមជាបន្តបន្ទាប់បានធ្វើឲ្យធនធានរបស់អាណាចក្រទាំងពីរត្រូវរលាយហិនហោចខណៈដែលចាមខំប្រឹងរំដោះខ្លួនពីការត្រួតត្រារបស់ខ្មែរពួកគេត្រូវប្រឈមមុខនឹងគ្រោះមហន្តរាយដ៏ធំធេងមួយទៀតពីទិសខាងជើងគឺជាការឈ្លានពានយ៉ាងសាហាវពីនគរដៃវៀតឬក៏វៀតណាមបច្ចុប្បន្នសម្ពាធពីគ្រប់ទិសទីនេះបានធ្វើឲ្យចម្ប៉ាត្រូវបានបាត់បង់ទឹកដីទាំងស្រុងនៅឆ្នាំ1832និងលុបបំបាត់ឈ្មោះចេញពីផែនទីពិភពលោកសង្គ្រាមខ្មែរចាមមិនមែនគ្រាន់តែទូរលេខឆ្នាំឬឈ្មោះស្ដេចដែលត្រូវបានបាត់បង់ជីវិតនោះទេប៉ុន្តែវាគឺជាមេរៀនប្រវត្តិសាស្ត្រមួយដែលគួរចងចាំដែលបង្ហាញថាការបែកបាក់ផ្ទៃក្នុងនិងមហិច្ឆតាដណ្ដើមអំណាចអាចបំផ្លាញអរិយធម៌ដ៏អស្ចារ្យបំផុតឲ្យធ្លាក់ក្នុងភាពខ្ទេចខ្ទាំទោះបីជាអាណាចក្រចម្ប៉ាបានរលាយបាត់បង់ទៅហើយក៏ប៉ុន្តែឈាមជ័រវប្បធម៌និងប្រពៃណីរបស់ជនជាតិចាមមិនបានសាបរលាបឡើយពួកគេបានក្លាយជាផ្នែកមួយដ៏សំខាន់និងស្មោះស្ម័គ្រប្រកបដោយសេចក្តីសុខដុមរមនាជាមួយគ្រួសារខ្មែរក្រោមលុបសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន